មនុស្សខឹងច្រើនជាមនុស្សល្ងង់ព្រោះចូលចិត្តដុតខ្លួនឯងស្រឡាញ់ខ្លាំងពេលព្រាត់ទុក្ខក៏ខ្លាំងដែរធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងកុំសន្សំរឿងក្តៅក្រហាយពេកខួរក្បាលអ្នកមិនមែនជាធុងសម្រាមទេកុំផ្ញើសេចក្តីសុខលើរបស់ខាងក្រៅទាំងស្រុងពេកប្រយ័ត្នខកចិត្តសាទរពេលគេបានជោគជ័យអ្នកបានបុណ្យផងបានមិត្តភាពផងនរណាក៏មានកំហុសដែរហើយការចាប់កំហុសអ្នកដទៃមិនមែនជាការងារចាំបាច់របស់អ្នកទេគ្មានអ្នកណាបានជោគជ័យដោយខ្វះការតស៊ូឡើយទឹកចិត្តមេត្តាធ្វើឲ្យចិត្តអ្នកត្រជាក់មុនគេរំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អបើគេខឹងគេដុតខ្លួនគេហើយបើអ្នកខឹងគេវិញអ្នកក៏ដុតខ្លួនឯងដែរមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើនពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងកុំច្រណែនគេអីគ្មានបានអីផងបានតែក្តៅក្រហាយឥតប្រយោជន៍កុំអុចអាលឲ្យគេឆ្លោះគ្នាបាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួសហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកគ្មានអ្នកណាចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅឆាប់ចប់រឿងកុំទើសច្រើនពេកពិបាកតែខ្លួនឯងខឹងច្រើនឆ្លោះច្រើនចម្រើនទុក្ខបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើនកុំចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកាប់ប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតកុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោស
រកកន្លែងណាស្ងាត់បើដាស់តឿនគេត្រូវមើលពេលតាំងចិត្តឲ្យល្អហើយនិយាយឲ្យពីរោះស្ដាប់ផងបើអ្នកចង់សុខត្រូវទម្លាប់គិតរឿងល្អល្អនិយាយរឿងល្អល្អរំលឹករឿងល្អល្អសេពគប់មនុស្សល្អរៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អមានមេត្តាកុំចំណែនគេកុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេកកុំលោភលន់ពេកកុំប្រកាន់ខ្លួនពេកកុំសូវមើលរឿងក្តៅក្រហាយកុំមើលទោសគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្តគ្មានអ្នកណាជៀសផុតពីការនិន្ទាទេ
សំបីតែប្រពុតកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអីប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបានរោគទ្រព្យរោគវិជ្ជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះទៅទើបធ្វើការជាមួយគ្នាបានយូរកុំទម្លាប់បន្តបង្អាប់គេហើយលើកសរសើរខ្លួនឯងគេមិនចូលចិត្តទេរាប់អានមិត្តភក្តិត្រូវតែហ៊ានលះបង់ខ្លះទើបរាប់អានបានយូរសម្រាប់កំហឹងចោលទើបរស់នៅបានសុខបើខ្ចីហើយសងសឹមឲ្យខ្ចីបើខ្ចីមិនសងទេកុំឲ្យខ្ចីអីមានសទ្ធាប៉ុន្មានឲ្យប៉ុណ្ណឹងទៅពេលគេធ្វើត្រូវចេះសរសើរខ្លះផងកុំប៉ិនតែខាងបន្ទោសពេកទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តទៅកុំចាំពេលគាត់ស្លាប់បានយំមិនប្រសើរទេចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលមុខគេពេកគេមិនចង់ធ្វើការជាមួយទេវាសនាមនុស្សមិនដូចគ្នាទេគេមិនដូចយើងយើងមិនដូចគេកុំប្រៀបធៀបគ្នាអីទម្លាប់អានស្ដាប់មេរៀនអប់រំចិត្តឲ្យបានច្រើនទើបជីវិតបានសុខកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុក្ខនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុក្ខឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេបើខឹងតែកុំគុំអីរៀនភ្លេចខ្លះទើបមិនសូវក្តៅភ្លាត់ជើងគ្រាន់ជាងភ្លាត់មាត់ត្រូវប្រយ័ត្នប្រយែងពេលនិយាយស្ដីស្ដាប់ឲ្យបានច្រើនជាងនិយាយ
អ្នកនឹងបានចម្រើនដោយចំណេះដឹងបើអ្នកអាចគ្រប់គ្រងខ្លួនឯងបានមិនយូរទេអ្នកនឹងអាចគ្រប់គ្រងគេបានមិនខានរូបស្អាតតែកិរិយាមារយាទមិនល្អមានអីប្រសើរទៅសន្សំភ្លើងបានក្តៅសន្សំខឹងបានទុក្ខសន្សំធម៌បានត្រជាក់ចិត្តស្រឡាញ់រាប់អានមនុស្សគ្រប់គ្នាតែមិនអាចទុកចិត្តគ្រប់គ្នាបានទេអ្វីសុទ្ធតែមានការចាប់ផ្ដើមត្រូវតែហ៊ានសាកបើខុសចាំគិតទៀតបើមិនចង់ឲ្យគេនិយាយដើមអ្នកទេអ្នកកុំចូលចិត្តនិយាយដើមគេពេកនិយាយរឿងអាក្រក់ច្រើនមានន័យថាចិត្តអ្នកសម្បូរធាតុអាក្រក់សង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែរសង្ឃឹមចុះតែបើបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅបើខុសកុំពេបជ្រាយដាក់គេអីតែត្រូវយកជាមេរៀនសម្រាប់ខ្លួនអ្នកបើអ្នកចង់ចាប់កំហុសគេអ្នកនឹងរកបានដោយងាយតែវាមិនមែនជាកិច្ចការចាំបាច់របស់អ្នកទេមនុស្សមានអំណត់ជាមនុស្សមានអំណាចមិនសូវមានកំហុសហើយអាចដឹកនាំគេបានទៀតប្រាជ្ញាជាភ្នែកការតស៊ូជាជើងដើរមានទាំងពីរទើបបានសម្រេចឋានៈតូចតាចគ្មានអីគួរឲ្យខ្មាស់ទេអ្វីដែលគួរឲ្យខ្មាស់អៀនគឺមានឋានៈតែខ្វះសមត្ថភាពធ្វើជាគំរូល្អប្រសើរជាងនិយាយប្រដៅទៅទៀតឈ្នះធាតុអាក្រក់ក្នុងចិត្តអ្នកនឹងបានសុខច្រើនបើគ្រប់គ្រងគេត្រូវមានទាំងអំណាចតេជះមានទាំងគុណធម៌បើខឹងរឿងតូចទៅជារឿងធំមានទ្រព្យតែចិត្តមួម៉ៅច្រើនក៏មិនសូវបានសុខដែរខឹងគេធ្វើបាបខ្លួនឯងកំហឹងដុតខ្លួនអ្នកឲ្យក្តៅក្រហាយមានអ្នករឹងត្អឹងបិទទ្វារការរីកចម្រើនកុំបណ្ដោយឲ្យអកុសលដឹកនាំជីវិតអ្នកឡើយក្តៅកាយទៅរកទឹកក្តៅចិត្តទៅរកធម៌អន់ចិត្តខឹងច្រណែនស្ដាយភ័យជាមេរោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកកុំបង្កើតរឿងដែលមិនទាន់កើតឡើងហើយដេកកើតទុកឡើយបើចេះព្រមតាមសមត្ថភាពដែលអ្នករកបានជីវិតមិនសូវលំបាកទេតាមដានចិត្តអ្នកជានិច្ច
កុំបណ្ដោយឲ្យវាគិតរឿងអត់ប្រយោជន៍ច្រើនពេកមនុស្សទន់ខ្សោយចាញ់ពាក្យបញ្ជោគ្រប់គ្នាសុទ្ធតែចង់បានសុខកុំធ្វើអាក្រក់ដាក់គ្នាអីបើចង់សុខកុំចង់ឲ្យអ្វីបានដូចចិត្តអ្នកគ្រប់រឿងឡើយរៀនព្រមខ្លះទៅទំនិញអាចរកទិញបានតែពេលវេលាទិញមិនបានទេរៀនប្រើវាឲ្យបានប្រយោជន៍ច្រើនសន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើនកុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេកុំចង់តែបានពីគេពេករៀនឲ្យខ្លះផងគេមិនចូលចិត្តមនុស្សកំណាញ់ទេអ្នកមិនអាចធ្វើផែនដីឲ្យរាបស្មើដូចកន្ទេលទេអ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេកុំត្រចៀកសកុំលូតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថាទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុក្ខអ្វីមិនទៀងទេកុំប្រកាន់មាំពេកប្រយ័ត្នមានទុក្ខខ្លាំងឡានថ្លៃតែចរិតមិនថ្លៃនៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេបើពូកែចរណែននឹងទាយគ្នាការងារមិនចម្រើនទេបើគេខឹងអ្នកហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើនឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេតែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើន
ទុកក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននឹងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រាប់ចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានខ្ញុំគិតថាលើកយកប្រធានបទមួយតកតងនឹងថាតើរវាងមនុស្សនិងសត្វហ្នឹងខុសគ្នាត្រង់ណាក្នុងពុទ្ធសាសនាលោកបែងចែកមនុស្សមានលក្ខណៈ3យ៉ាងដូចសត្វហើយតែមួយខុសពីសត្វតែមនុស្សនិងសត្វចំណុចទី1ដែលដូចគ្នាគឺលោកហៅថាកាមសញ្ញាកាមសញ្ញាមានន័យថាការមានសេចក្តីស្រឡាញ់ជាប់ជំពាក់វិញនិយាយស្រួលទៅទៀតទៅមានប្តីមានប្រពន្ធមានកូនជាប់ជំពាក់វិលវល់ហ្នឹងសត្វក៏មានប្តីប្រពន្ធតាមសត្វចឹងទៅមនុស្សយើងក៏មានប្តីប្រពន្ធការអីត្រឹមត្រូវអីចឹងត្រូវខ្លះមិនត្រូវខ្លះអីចឹងទៅក៏មានចឹងទៅចឹងអានេះបន្តពូជពងវងតកូលកាមសញ្ញានេះទី2លោកហៅថាគោចរសញ្ញាអាហ្នឹងរឿងលំឡើងនាំគ្នាដើររកស៊ីរកចំណីមនុស្សក៏ទៅរកលុយរកកាក់ហូបកាទៀវហូបបាយចឹងទៅសត្វចាប់ក៏ប្រហើរកចំណីតាមសភាវគតិរបស់វាចឹងទៅចឹងទាំងសត្វទាំងមនុស្សត្រូវការដើររកចំណីសម្រាប់ចិញ្ចឹមជីវិតនេះដូចគ្នាដល់ទី3លោកហៅថាមរណៈសញ្ញាមរណៈសញ្ញាមានន័យថាខ្លាចស្លាប់ឧទាហរណ៍បើគេភ្ជួងយើងថាឲ្យម៉ូតូខ្ញុំបើមិនឲ្យខ្ញុំបាញ់យើងខ្លាចស្លាប់ហើយយើងឲ្យម៉ូតូគេទៅឬក៏ថាអូកើតទឹកនោមផ្អែមត្រូវកាត់ជើងចេញយើងកាត់ទៅយើងមិនសុខចិត្តស្លាប់ទេអាហ្នឹងដោយសារអីដោយសារមានមរណៈសញ្ញានេះខ្លាចស្លាប់សត្វក៏អញ្ចឹងបើយើងយកដំបងយើងយកកបិតដេញកាប់វាទៅក៏វារត់ទៅឬក៏វាខំយើងវិញអញ្ចឹងទៅទី4ដែលខុសពីសត្វហ្នឹងមនុស្សខុសពីសត្វហ្នឹងគឺធម្មសញ្ញាមានន័យថាដឹងខុសដឹងត្រូវសត្វឧទាហរណ៍ថាឆ្កែចោះមេវាខំចំបំបៅដោះតាំងទូចមកការពារវាដល់ពេលវាធំឡើងជួនកាលវាខំម៉ែវាជួនកាលវាយកម៉ែវាធ្វើប្រពន្ធវិញអញ្ចឹងទៅក៏មានបើមនុស្សយើងមិនអញ្ចឹងទេមានកតញ្ញូមានការដឹងខុសដឹងត្រូវមានការចេះគិតពិចារណាវែងឆ្ងាយមានការរក្សាសិលការជួយសង្គ្រោះការធ្វើទានអីចឹងទៅហើយបើមនុស្សខ្វះធម្មសញ្ញានេះអានឹងគេហៅទៅជាមនុស្សដេរឆានវិញឯងលែងដឹងខុសលែងដឹងត្រូវកັບចាក់ធ្វើបាបជិះជាន់ចឹងទៅអានឹងលែងជាមនុស្សពេញលក្ខណៈហើយចឹងដើម្បីឲ្យបានមនុស្សពេញលក្ខណៈត្រូវមានធម្មសញ្ញាត្រូវមានគុណធម៌ត្រូវមានសេចក្តីល្អត្រូវមានសិលនៅក្នុងខ្លួនមានមេត្តាករុណាមុទិតាចេះយោគយល់សង្គ្រោះសន្តោសប្រោសប្រណីចេះដឹងគុណចេះតបគុណដល់អ្នកដ៏មានគុណរបស់យើងចេះអប់រំខ្លួនអភិវឌ្ឍខ្លួនឯងឲ្យបានចម្រុងចម្រើនទាំងសុខភាពទាំងចំណេះដឹងទាំងគុណធម៌អានឹងទើបសមជាមនុស្សពេញលក្ខណៈអនុមោទនា
ជាបារោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រ
ពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចោះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផង
វាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកផ្ដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតអ្នកខ្លះទៅជួបរឿងមិនល្អច្រើនពេកនៅក្នុងជីវិតហ្នឹងក៏មួម៉ៅក្តៅក្រហាយទៅជាពេលខ្លះទៅអស់សង្ឃឹមលែងចង់បន្តដំណើរទៅមុខទៀតទៅវាបាត់បង់វាបែកបាក់វាព្រាត់ប្រាសមនុស្សជាទីស្រឡាញ់អស់ទ្រព្យសម្បត្តិអស់កិត្តិយសគេឈ្មោះអ្នកខ្លះសម្លាប់ខ្លួនទៅទៀតចឹងក៏មានចឹងបុគ្គលនឹងឲ្យតម្លៃជីវិតខ្លួនឯងនឹងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយភ្លេចបូកទាំងតម្លៃបច្ចុប្បន្ននិងតម្លៃអនាគតទៅបើសិនជាគេអាចកែគំនិតបន្តិចឧទាហរណ៍ថាអ្វីដែលបានកើតឡើងហើយនឹងវាជារឿងហួសទៅហើយយើងមិនអាចកែបានទេប៉ុន្តែអ្វីដែលអាចកែបានគឺក្នុងពេលបច្ចុប្បន្នបើយើងចាប់ផ្ដើមប្រឹងប្រែងសារជាថ្មីហើយកុំឲ្យតម្លៃជីវិតនឹងស្មើនឹងពាក្យសម្ដីរបស់អ្នកដទៃព្រោះពេលខ្លះអ្នកដទៃនឹងនិយាយថាស្ដីមកបន្ទុចបង្អាក់ជីវិតយើងឲ្យលែងទៅមុខទៀតដែរអញ្ចឹងយើងអាចយកពាក្យគេមកពិចារណាបានប៉ុន្តែបើល្អយើងទទួលយកបើមិនល្អបោះបង់បោះចោលទៅកុំឲ្យយកពាក្យសម្ដីរបស់អ្នកដទៃនេះមកបន្ទុចបង្អាក់ជីវិតរបស់យើងបើយើងអាចប្រឹងប្រែងយើងតស៊ូយើងចាប់ផ្ដើមសារជាថ្មីវាអត់មានអីយឺតពេលអង់គ្លេសហៅ too late ទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមផ្សេងគ្នាអញ្ចឹងយើងកុំគិតថាហេគេទៅមុនផុតហើយអាហ្នឹងកុំគិតអាហ្នឹងជាជីវិតរបស់គេមិនមែនជាជីវិតរបស់យើងទេយើងអាចចាប់ផ្ដើមពីពេលណាក៏បានដែរឲ្យតែយើងមានក្តីសង្ឃឹមហើយយើងមានការប្រឹងប្រែងតស៊ូអនាគតនឹងអាចភ្លឺស្វាងបើសិនជាយើងចាប់ផ្ដើមភ្លឺស្វាងពីថ្ងៃនេះតទៅអនុមោទនាខ្ញុំគណៈអាភិបលើកយកប្រធានបទមួយតទៅនឹងសេចក្តីសុខ4យ៉ាងសម្រាប់អ្នកគ្រប់គ្រងផ្ទះ
ដែលយើងគួរស្វែងយល់ថាទៅធ្វើម៉េចដើម្បីបានសេចក្តីសុខតាមទស្សនៈរបស់ពុទ្ធសាសនាសេចក្តីសុខ4យ៉ាងដើម្បីបានសេចក្តីសុខក្នុងជីវិតជាអ្នកគ្រប់គ្រងផ្ទះជាកុហកហ្នឹងពុទ្ធព្រះអង្គសម្ដែងទី1គឺអត្ថិសុខអត្ថិសុខមានន័យថាសុខកើតចេញពីការមានលុយមានកាក់មានទ្រព្យសម្បត្តិសម្រាប់ចិញ្ចឹមជីវិតបើយើងអត់លុយអត់កាក់ដែលខ្ចីបុលគេនឹងវេទនាណាมันបានសុខទេអញ្ចឹងចាំបាច់ត្រូវតែមានចំណេះជំនាញសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតផឹងប្រែងតស៊ូធ្វើម៉េចឲ្យបានចំណេះមួយណាពិតប្រកបមុខការមួយណាឲ្យពិតប្រកបដើម្បីរកប្រាក់ចំណូលប៉ុន្តែរកប្រាក់ចំណូលហ្នឹងក៏ត្រូវរកដោយសុចរិតទៀងត្រង់ដែរកុំទៅលួចឆក់ប្លន់ធ្វើបាបកេងប្រវ័ញ្ចគេមិនបានសុខទេជាពិសេសជៀសវាងចំនួនខុស5ប្រការលក់មនុស្សលក់គ្រឿងសត្រាវុធចំសัตว์លក់វាអាចចំណេញមែនប៉ុន្តែវាប៉ះពាល់ជីវិតណាចំទៅគេយកទៅសម្លាប់តែនឹងមិនល្អទេហើយនឹងលក់ថ្នាំពឹសថ្នាំពុលហើយនឹងលក់ស្រាឥឡូវសម្បូរស្រាមែនតែលក់វាចំណេញប៉ុន្តែវាបកកគ្រោះថ្នាក់ដល់អ្នកទទួលទានអាចជាជំងឺផងអាចជាគ្រោះថ្នាក់ចរាចរណ៍អាចជាអំពើហិង្សាអញ្ចឹងបើអាចជៀសបានគួរតែជៀសសុខព្រោះមានទ្រព្យសម្បត្តិប៉ុន្តែទ្រព្យហ្នឹងបានមកដោយសុចរិតដល់ទី2លោកហៅថាភោគៈសុខមានន័យថាសុខកើតពីការចេះប្រើប្រាស់ទ្រព្យហ្នឹងឲ្យបានត្រឹមត្រូវតែខ្លះរលួយបានប៉ុន្តែទៅផឹកស៊ីស្រីញីលបែងដាច់យប់រហូតចឹងទៅអាហ្នឹងវាប៉ះពាល់ដល់សេចក្តីសុខផ្ទាល់ខ្លួនបំផ្លាញសុខភាពហើយប៉ះពាល់សេចក្តីសុខក្នុងគ្រួសារទៀតខ្ញុំកណាត់ជួបជាមួយបងប្រុសម្នាក់នោះគាត់រស់ស៊ីបានប៉ុន្តែដល់ពេលរស់ស៊ីបានគាត់សែបគប់មនុស្សខុសចឹងគាត់ការ៉ាអូខេផឹកស៊ីស្រីញីរាល់ថ្ងៃដែលជាលទ្ធផលគឺថាដួលហ្មងដួលអាមុខរបរក៏ដួលសេចក្តីសុខក្នុងគ្រួសារហ្នឹងក៏មានបញ្ហាទៀតចឹងត្រូវប្រើប្រាស់ទ្រព្យសម្បត្តិនឹងឲ្យត្រូវយកទៅធ្វើអីចាំម៉ែចាំឪចាំប្រពន្ធកូនឲ្យរៀនសូត្រហើយនឹងធ្វើបុណ្យធ្វើទានជួយសង្គ្រោះដល់សង្គមខ្លះទៅដល់វត្តអារាមអីចឹងទៅដល់ទី3លោកហៅថាអនៈសុខសុខដោយសារមិនជាពាក់បំណុលពាក់លុយគេជាពាក់លុយគេពិបាកពិបាក20វាព្រួយវាខ្លាចដល់ថ្ងៃវាគ្មានលុយសងគេវាវល់ជុំការខ្ចីត្រឡប់ត្រលិនការទៅជាដើមទៅជាការចឹងវាវល់មែនតើអញ្ចឹងបើអាចកុំជាពាក់គេប៉ុន្តែអ្នករស់ស៊ីគេថាខ្ញុំកណ្ដាលរស់ស៊ីមិនឲ្យជាពាក់គេមិនបានថាបើជាពាក់ចុះប៉ុន្តែថាមានលទ្ធភាពសងគេវិញហើយកុំជាពាក់គេវត្តករហូតដល់ថ្នាក់អត់មានអីសងអាហ្នឹងទុកហើយទុកមែនតើដល់ទី4នោះលោកហៅថាអនៈវច្ចៈសុខសុខព្រោះមិនធ្វើអីខុសច្បាប់មិនធ្វើអីខុសក្នុងធម៌មិនទៅលួចមិនទៅឆក់មិនទៅប្លន់មិនទៅចាប់ប្រពន្ធកូនគេទេអាហ្នឹងបើធ្វើអញ្ចឹងយើងចេះតែភ័យព្រួយបារម្ភខ្លាចគេមកសងសឹកឬខ្លាចច្បាប់ខ្លាចប៉ូលីសមកដាក់ទោសដាក់ទណ្ឌយើងតែប៉ុន្តែអំពើខ្លះអត់ខុសក្នុងច្បាប់ទេប៉ុន្តែខុសឧទាហរណ៍ថាខឹងគេចំណែនគេស្អប់គេអត់ខុសទេអត់ខុសក្នុងច្បាប់ទេខឹងគេមិនចាប់ដាក់គុកប៉ុន្តែវាមុំមកវាក្តៅក្រហាយវាពិបាកចិត្តចឹងទៅវើលវាយស្មុគស្មាញតុកស៊ីក stress អីចឹងទៅអាហ្នឹងក៏វាមិនបានសុខដែរត្បិតថាមានលុយត្បិតថាអត់ជាពាក់លុយគេប៉ុន្តែថាវាមិនបានសុខតាមផ្លូវចិត្តចឹងអានេះសំខាន់ណាស់រៀនរក្សាកាយហ្នឹងក៏មិនឲ្យប៉ះពាល់អ្នកដទៃវាចាហ្នឹងក៏មិនឲ្យធ្វើឲ្យអ្នកដទៃក្តៅក្រហាយប៉ុន្តែចិត្តហ្នឹងក៏រីករាយសប្បាយព្យាយាមសាងអំពើល្អគុណធម៌រក្សាចិត្តហ្នឹងឲ្យបានត្រឹមត្រូវទៅជីវិតហ្នឹងបានសុខហើយនេះជាសេចក្តីសុខ4យ៉ាងរបស់កុហកអ្នកគ្រប់គ្រងផ្ទះអត្ថិសុខសុខព្រោះមានទ្រព្យភោគសុខសុខព្រោះចេះប្រើប្រាស់ទ្រព្យឲ្យបានត្រឹមត្រូវអនៈសុខព្រោះមិនជាពាក់លុយគេបើជាពាក់គេត្រូវមានលទ្ធភាពសងអនៈវច្ចៈសុខព្រោះធ្វើអីដែលមិនខុសច្បាប់និងមិនខុសក្នុងធម៌អានឹងមានទាំង4ហ្នឹងជីវិតនឹងបានសុខហើយអនុមោទនា
thiên bọn ngày đấy tệ tôn nâng rương đai khỏi rương có vụt đệ xa rây đối với cục này nâng về để thực ấy khó vì một màu chẳng có nực tới về chết ta riêng đai hai đai rồi ta mình cua thường chẳng so mình cua sầm hẹ chết chẳng so mình cua bạc mục là bò nâng so mình cua ca cho mùi quạt nâng so mình cua xà lạnh niêng nâng so mình cua che mình cua cho tới bàn tạm tới rương nâng việc bạn còn lỏng phật hai bờ u thọ tập từ mình tụ bong liền múa nhưng mình tụ bong thấy cạnh tất ở vị châu không có cuốn bạch tới chừng mình từ sẽ đài ấy tê để múa nâng bởi vì vậy bây giờ đà với dương ọt sơ nghĩa cao với dương nghĩa cao mà đo mà ca bờ lư sầm lên ấy rồi có dương trọng đăng thầy dương đà bàn thầm nà hao ấy chẳng dương ai cho lên mưa từ cao bàn vẫn ca thưa tầm ná mình ai thưa tầm ná hết bài một từ cao bình bàn này thầy thưa tầm ná bài chua từ một hói mưa khẳng cao phong bị giặt về miền còn lục bị giặt về miền lù tới dương lẹ dạng ná dương vô ở tây tất cả chỉ mì riến hãy có cùng đi lúa cùng bị bạ chất cùng mọc smái không thua lục hải cục và chạm nó hãy thử phận vừa lọ ngày đi và thật ngày nào việc bắt việc bong mà ở slap buồn bọt pra từ lên từ côn slap tới cùng luôn lụa nữa không ở tây tất cả nâng rạp na chỉ vật đi nơi miến dương ai chắp đau một tích mà đòn tới dương ai co sang anh của mùi thơm mày về nhảy nhưng toàn là pe na tây tất cả nâng màu lốm từ đành từ lọp về từ về nhảy hơi dương phẳng phèn trong ngày ní hơi dương thưa tụm ná từ căn cổ đỡ bữa thử nực đó là tây tất cả nực khá ai lược máu chỉ cả đạt tương khuôn ấy hai nâng chỉ cả đạt tương đó nè đợt tây chỉ mê riêng thằng này nhom thọp khâu hai còn thưa tầm ná tam nâng tiệt chẳng ở vậy nào đây còn lòng phật hái ở việc phật cho còn spie viết mà tam còn rê viết mà tam khuôn dương giờ rê viết tràn pe dương từ một mình chẳng ai thì ao con tràn vật nó về miền tây từ miền cù về miền chuối về miền đam về miền ngay về miền giúp về miền lõ về miền cọ về miền sóc về miền túc về miền chup về miền prot chứ về tư chăng hay dương ở ai tròn bàn muối hay bạc cày mùi bàn này bạp thòm mà chết tại dương chup dương pro đây mình ai khoát ban này mình đang thật kê từ muôn dương từ muôn kê bàn côn mau mình đang thật côn slap muôn dương cái gì dương slap muôn côn khoát mình bà này chẳng bởi dương hiền từ tu muối chăm bách thở tập bậc cao smart đấy thật nhom nâng chua rương mùi tiền nơi bụt thán nó bật tê muối nơi chuột rồi viền chân nâng địa và chỉ chôn kia nâng ắt hay khai slap thế đó là kia ắt hay khai slap kia tới chỉ ruột bàn dù từ mình đó dương nè hay khai slap đấy chỉ là dụ khai chừng kia mình thằng mấy ban kia mình hay khai slap mau bị kia kết thả ta miền cá ngày nào mỗi cung ta nâng slap chuyện thom mà đã kia mình hay hướng slap thế ta slap đi chuyện thom mà chuyện này chỉ vật chẳng đó về cái prom từ tua chứ với tay chỉ hướng sầm bài chết từ với nhỉ đó là bên sầm bãi chất với tay chữ ruột bàn dù từ với tháp bờ u theo tháp bờ dương chỉ còn với nhá dương chỉ còn bờ tháp về đầm bay ao còn chỉ vật nó về từ mốc với to là dương từ một cái dương chơi là chi tới cái lẹ cái lục anh tinh túi chơi ta lẹ xa lùm nâng ấy nâng tới đầm bay còn nâng từ một dương mình ai phải yên từ chuối pe rồi còn từ đam pe từ cả na phải yên từ chuối pe từ đam pe còn nâng đùa là dạng nát không chỉ vật nâng bởi tôi chỉ chua rương lọ có đấy cùng cùng ú cái chặt cái trên về họ xi ban tới về làng bông làng sạ tôi chụp liêng hai kia rồi tọt màu chẳng ta đó là về cọp chuôn ấy họ xi kha tới cọp kia tầm lẹ tầm này tới chặt đam tục tôi chất phật xi ấy thì ra hai ảnh nâng miền này thà
dương yên tới hàng chụp hình pi từ hàng đam pi hà nắng chi vật dương ở bàn sọc này chẳng đam bay rẽ xa lùm nâng chi vật toàn là đôi con chẳng cùng yên từ hàng chụp hình pi cùng yên từ hàng đam pi hay riêng từ tu thằng song khang bờ rương lọ cả láng của dương hiền từ tu hay bờ rương cọ cả láng của dương thả thò mà đàn này chi vật nâng viên chẳng hay họ vì thi đó sẽ ấy tới hỏi đọ bàn bẩn ná vô bẩn nắng tới đòi bị mặt tập hiệp thế hay bữa đo hay việc đo về mình tranh tiết cũng với mình đang thư mách prom là mồm tam mặt tập hiệp để dương thưa bán tới với mình xây cải tục đài những tôi là trẻ prom từ tua tầng sòng kháng tầng ngay tầng giúp tầng chơi tầng đầm tầng lo tầng khó nông chỉ vật năng hay bị chụp rừng mình lo đọc sải ở bị mặt tập hiệp tới hay dương nhà nhâm năng mặt tập hiệp để dương ai đọc sải bà năng ở con tràn chẳng hay nó nhung đàn phép lượng lượng vô cho nó mùi hạt để nó ao sam kia này dương tay tay prap cung prap chào prap phùm là sọc ở trên sam kia này bên là vì mình chơiแต่sam kia ở miền mùi hạt để sam kia lúc tôi miền mùi hạt để nó mà sam kia chẳng này bạn không thoát lục sầm đại pi hạt và mùi giang nó mà sam kia này hạt nó ao sam kỳ thì muối cứ vậy pi mê tá cài cam mê tá cài cam miền đây tha dương chấm này cầm lăng cài cầm lăng chất nó là bay chui nè đợt tây không cái càng nghe pe cái tục miền tục thời ạ thà rư tia rư bay bồn tiền rồi có thì ấy dạng má rồi có cái bưng ở chun từ pe từ ấy nó dương mình cầm nành pe dương mình cầm nành cầm láng nghe thấy chui kia nó tiền cả bằng mốc tiền chụp buộc mốc mền chui giờ phải chạy phải trả tận nơi một cái để ủa thật cái plei xa của cái chu là bỏ ấy chẳng tới dương rồi tục ao chẳng tới ấy dương chui làm bay ở nâng bàn sọc tới tí pí luôn hai tha mê tá về chạy cảm miền đây ta sầm đá nó bị rùa rô khné nè ấy bị rùa nó mà ta bị rùa một cái thà buộc một ở đây khỏi một ở đây mà là lui tầng một ta buộc khỏi mòn nó dày đạm kỳ hồi giờ nắng mình bắt cài thì rồi chúng nói lo dày lượng thực chất đo cầm lăng chất mình phải chạy ấy tiếp bên thầy rồi chúng nói lo hay đo ai nè nâng miền thực chất nâng thằng phơi lo từ tiệt chẳng đặt thì bấy rồi hà thà mê tá mình nổ cằm miền này thà sụp bay ta kết nâng của kết bùm non trong ai nè tây nâng bàn sọc đài chỉ mật chỉ phẹ chỉ bông chỉ ôn chỉ nè rùm ca nghề thôi nâng cứ thà miền bùm non chuẩn ly niên đi thôi tục bụng này nè đợt tây về hay tị buồn nó cứ tha chạy đùm lệ tiền mình cầm nánh nhé mình thợ bàn ấy nước bàn tập luôn ai mình chọn ai nè tới bàn sọc cái ở đây thì thà bàn màu nó chạy đùm lệ tích chui ấy rằng ná chỉ thực chặt bảo giờ đó tịp phèm nó cứ thay chỉ nè miền sal và hai cái này bởi vì sao thôi luôn hơi xây lại sao mà nhà tài chứ tới bên em mình đã về nhé bà u tham mùi cháo mùi tiết nè châu sơ châu tiến là nắng mình ai nở mùi cái này này mình ai sao mà khi này ca đây vì tôi là nè nắng miền quân là thò sờ thò nắng và hạ hai cái này từ ai luôn nơi chỉ mùi cái này nắng bàn sọc để mùi cái này bàn dùng bài đó là ti phẩm muối cái thá miền tịch thệ và hạ hai cái này bên được nông thó là hai tha tịch thệ sao mà nhà tài dừng từ và trong miền này thà bơ mình nè vô thà lui kê chạp miền hay và muốn kết thành chẳng hay ở đây kết thay thường chẳng là khó mình ai rồi nợ bàn sọc tê nó luôn luôn này nơi một khi mà bán này bán vui bởi thà sờ lạnh như từ bố sờ lạnh bàn